ស្គាល់មនុស្សខុសការគិតក៏ខុសការសេពគប់មនុស្សជាកត្តាមួយដែលសំខាន់ជាទីបំផុតការរស់នៅការទទួលខុសត្រូវការនិយាយស្ដីតឹងវើមិនអាចកាត់ថ្លៃបានឡើយធ្លាប់តែស្ដាប់រឿងគេមិនដូចជួបរឿងខ្លួនឯងឡើយស្គាល់មនុស្សខុសធ្វើឲ្យខ្លួនវិនាសរស់នៅក្នុងសង្គមសំខាន់បំផុតគឺទង្វើប្រចាំថ្ងៃមនុស្សខ្លះអាចនាំអ្នកទៅរកអ្វីៗដែលល្អប្រសើរជាងមុនរីឯមនុស្សខ្លះទៀតអាចធ្វើឲ្យអ្នកធ្លាក់ដល់ចំណុចសូន្យក៏មានតែមនុស្សមានតែជំហរជាខ្លួនឯងទោះបីជាមានការបង្វែរបង្វក់យ៉ាងណាក្តីអ្នកត្រូវតែព្យាយាមយកភាពជាម្ចាស់ការរបស់អ្នកមកប្រើឲ្យបានច្រើនកុំយកអារម្មណ៍មួយពេលមកប្រើព្រោះថាពេលដែលអ្នកបាត់បង់ម្ចាស់ការអ្នកនឹងសោកស្ដាយអស់មួយជីវិតការស្រឡាញ់មនុស្សខុសអ្នកនឹងដើរផ្លូវខុសដូចគ្នាព្រោះថាមនុស្សប្រភេទនេះមិនបានដឹកនាំអ្នកទៅរកអនាគតដែលល្អឡើយមានតែដឹកច្រមុះអ្នកឲ្យអ្នកត្រឡប់ថយក្រោយគឺទៅរកជីវិតដែលគ្មានពន្លឺចូលមានម្ចាស់ការលើខ្លួនឯងឲ្យបានច្រើនកុំយកការស្រឡាញ់មួយពេលមកដឹកមុខដោយមិនបានធ្វើការពិចារណាឲ្យបានល្អិតល្អន់បែបនេះមិនមែនជាជំរើសល្អសម្រាប់ជីវិតអ្នកឡើយកុំខ្ជះខ្ជាយកុំខ្លាចការបាត់បង់ប្រសិនបើអ្នកនៅក្បែរមនុស្សដែលដឹកនាំអ្នកឲ្យដើរលើផ្លូវខុសស្គាល់មនុស្សខុសអាចនាំឲ្យបាត់បង់អ្វីៗគ្រប់យ៉ាងតែតម្រាំដល់ពេលនោះគ្រប់យ៉ាងបានហួសពេលអស់ទៅហើយមិនមានអ្វីអាចប្រសើរឡើងដូចពីមុនទេដូចនេះការរស់នៅការសេពគប់គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតតាមដែលអាចធ្វើទៅបាន